នៅថ្ងៃ23មេសានេះបងប្អូនលាការបានកោះហើយខ្ញុំឡើងសវនាការបន្តទៀតហើយរឿងបត់ញុះញង់ជាកងរឿងព្រំតែរឿងអីតាទាំងស្លុំរឿងបណ្ឌរៀនចៅបងប្អូនជ្រាបអត់ចឹងណាយើងចូលរួមចឹងបញ្ហាបូរណភាពទឹកដីជារឿងអាយុជីវិតរបស់ជាតិយើងមនុស្សស្លាប់កើតយើងមានអ្នកបន្តចាស់ស្លាប់ឈឺស្លាប់ប៉ុន្តែមានអ្នកបន្តពូជរហូតមិនបាត់បង់ទេបងប្អូនប៉ុន្តែបើទឹកដីបាត់នឹងបាត់រហូតបងប្អូនជម្រាបប្រជាជាតិកម្ពុជាជម្រាបគ្រូដំណើររបស់ឯកខ្លះហើយចំណុចនេះដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នាត្រូវមានការចូលរួមទាំងអស់គ្នាដើម្បីការពារជាតិរបស់យើងបងប្អូនបើយើងមិនចូលរួមការពារជាតិរបស់យើងអនាគតកូនចៅរបស់យើងចំនួនក្រោយបារម្ភខ្លាចទឹកដីអស់ទៅពីព្រោះយើងមានមេរៀនហើយបងប្អូនយើងមើលប្រវត្តិសាស្ត្រមកខាងជាប់ភូមាជាប់ចិនជាប់អីម៉ាឡេស៊ីមកខាងទៀតជាប់ប៉ាប៉ុន្តែឥឡូវនេះនៅសល់ប្រហែលបើយើងមើលឯកសារបាត់ទៅបែកខាងសៀមប្រហែលជា30ជាងខែសូម្បីតែឡើយនេះប្រហែលជា8ខែដែរកម្ពុជាក្រោមប្រហែល21ខែអញ្ចឹងអ្វីដែលដូនតាយើងបានបន្សល់ទុកប៉ុណ្ណឹងណាគឺបងប្អូនទាំងអស់គ្នានឹងត្រូវបំពេញកាតព្វកិច្ចក្នុងការការពារអ្វីដែលដូនតាយើងបានបន្សល់ទុកឥឡូវនេះយើងកំពុងអង្គុយនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរវត្តដែលជាព្រលឹងដូនតារបស់យើងបងប្អូន